ការផ្ទុះគ្រាប់បែកលើផ្លូវរថភ្លើងនៅខេត្តណារ៉ាធិវត្តន៍ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរខ្សែភាគខាងត្បូងក្នុងប្រទេសថៃការបំផ្ទុះគ្រាប់បែកលើផ្លូវរថភ្លើងក្នុងខេត្តណារ៉ាធិវត្តន៍ភាគខាងត្បូងប្រទេសថៃបានបង្ខំឲ្យរដ្ឋបាលផ្លូវរថភ្លើងថៃប្រកាសផ្អាកនឹងកែសម្រួលការបម្រើសេវាកម្មរថភ្លើងខ្សែភាគខាងត្បូងជាបន្ទាន់ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ទី22ខែសីហាដោយទីតាំងកើតហេតុស្ថិតនៅលើកំណាត់ផ្លូវរថភ្លើងរវាងស្ថានីយ៍ម៉ារូបូនិងស្ថានីយ៍តានីយ៉ុងម៉ាតក្នុងភូមិ1ឃុំម៉ារូអេបូតកស្រុករ៉ាង៉ែត្រង់ចំណុចគីឡូម៉ែត្រ1090ដែលជាទីតាំងមួយក្នុងចំណោម40កន្លែងដែលត្រូវបានក្រុមវាយប្រហារដាក់គ្រាប់បែកនៅព្រឹកថ្ងៃច័ន្ទទី24ខែសីហាវេលាម៉ោង11ក្រុមមន្ត្រីជំនាញដោះមីនមកពីខេត្តព្រំដែនភាគខាងត្បូងរួមជាមួយអង្គភាព OOD នៃស្នងការដ្ឋាននគរបាលខេត្តណារ៉ាធិវត្តន៍មន្ត្រីកសលវិច័យនិងក្រុមឆ្កែហិតមីនបានចុះពិនិត្យទីតាំងកើតហេតុយ៉ាងប្រុងប្រយ័ត្នដោយដើរតាមផ្លូវរថភ្លើងប្រហែល1គីឡូម៉ែត្រពីស្ថានីយ៍ម៉ារូបូតាមការពិនិត្យអាជ្ញាធរបានរកឃើញថាក្រុមវាយប្រហារដែលមានគ្នាប្រហែលយ៉ាងហោចណាស់6នាក់បានប្រើប្រាស់គ្រាប់បែកកែច្នៃកំណត់ម៉ោងចំនួន3គ្រាប់ច្រកក្នុងធុងហ្គាសទម្ងន់25គីឡូក្រាមគ្រាប់បែកមួយគ្រាប់ដែលដាក់លើផ្លូវរថភ្លើងបានផ្ទុះធ្វើឲ្យខូចខាតធ្នឹមបេតុង2និងដាច់ផ្លូវរថភ្លើងរហូតមិនអាចធ្វើឲ្យរថភ្លើងឆ្លងកាត់បានខណៈពីគ្រាប់ទៀតដាក់នៅបង្គោលអគ្គិសនីចម្ងាយ50ម៉ែត្រពីផ្លូវរថភ្លើងប៉ុន្តែមិនបានបណ្ដាលឲ្យបង្គោលអគ្គិសនីបាក់រលំឡើយបច្ចុប្បន្នការកែសម្រួលការធ្វើដំណើរផ្លូវរថភ្លើងនេះនឹងត្រូវអនុវត្តរហូតអាជ្ញាធរជួសជុលផ្លូវរថភ្លើងនិងស្ដារប្រតិបត្តិការឲ្យរលូនឡើងវិញក្នុងរយៈពេល1ទៅ2ថ្ងៃខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមានហ្វ្រីជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រុះរាន់ឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ